Bạn ơi,ខ្ញុំចង់ចែកម្លែកបងប្អូនទាក់ទងជាមួយនឹងការដោះtalkback មកវិញឲ្យវាមកធម្មតាវិញណាបងប្អូនបើសិនមកបងប្អូនចុចខុសចុចច្រឡំអីវាទៅជាប់កន្លែង talkback ហ្នឹងបងប្អូនអាចដោះតាមវិធីខ្ញុំបានអញ្ចឹងកន្លែងដែលយើងត្រូវចូលទៅដោះហ្នឹងនៅកន្លែង setting ក៏ប៉ុន្តែពេលដែលយើងអូសទៅវានៅគាំងអញ្ចឹងតែខ្ញុំរកឃើញវិធីមួយបងប្អូនកុំប្រើម្រាមមួយអីគឺវាគួរតែប្រើម្រាម2សម្រាប់ការអូសបាទនេះបងប្អូនមើលបន្តមកទៀតបងប្អូនចូលមកកាន់ setting បងប្អូនចុច2ដងចុចវា2ដងអញ្ចឹងមកហើយបងប្អូនមករកពាក្យថា accessibility នេះ accessibility បងប្អូនចុចលើវាមួយមក software update navigate up settings update software accessibility talk accessibility បន្តមកទៀតបងប្អូនមកមើលកន្លែងពាក្យថា talkback 2 of 10 in list ចុច2ដង talkback បាទ navigate up button out of ពេលដែល list វាបានមកអញ្ចឹងហើយបងប្អូនចូលមកបិទកន្លែងនេះ talkback on ចុច switch មកលើយ៉ាងមកចុចវា2ដង turn off talkback cancel button យក turn off នេះមក turn off button double tap to activate talkback off ហ្នឹងហើយតែប៉ុណ្ណឹងបានសម្រាប់ហើយបាទការចែកម្លែករបស់ខ្ញុំមានតែប៉ុណ្ណឹងទេបាទអរគុណចាំជួបគ្នានៅវីដេអូក្រោយ